បានពីរៀលបាទ0សេនអីក៏មានដែរបាទពីរៀលជាងហើយលុយដែលខ្ញុំរកបាននេះគឺការចេញពីការដែលខ្ញុំហ្នឹងមាន traffic ទុកអូស page អូសអីផងដែរអូខេបាទនេះគឺជាវីដេអូដែលខ្ញុំបង្ហាញតាក់ទងរបៀបបង្កើតបាទ traffic ឬក៏ build traffic បាទសម្រាប់រកលុយពី Facebook បាទ YouTube ឬក៏ website អ្នកនរគ្នាគឺយើងអាចប្រើtraffic នៅក្នុង Facebook platform បានណាគឺយើងអាចមាន traffic កាន់តែធំគឺឱកាសដែលយើងរកលុយគឺបានកាន់តែច្រើនផងដែរហើយនេះគឺជាលុយដែលខ្ញុំបង្ហាញអ្នកនរគ្នាបាទក្នុង page មួយដែលខ្ញុំបានរកពី traffic ដែលខ្ញុំធ្វើរាល់ថ្ងៃហ្នឹងបាទយើង share ទៅគឺយើងបានចំណូលគួរសមដែរហើយអ្នកនរគ្នាបើសិនជាយើងមាន traffic កាន់តែធំឱកាសដែលយើងរកលុយបានកាន់តែច្រើនផងដែរបាទអញ្ចឹងបើចូលចិត្តវីដេអូនេះកុំភ្លេចចុច like ហើយអ្នកអត់តាម subscribe សូម subscribe ផងដើម្បីទទួលបាននូវវីដេអូថ្មីៗដែលខ្ញុំអាប់ដេតជារៀងរាល់ថ្ងៃតែម្ដងអ្នកនរគ្នាបាទអញ្ចឹងអ្នកនរគ្នាស្គាល់ទេ traffic គឺជាអ្វីបាទឥឡូវខ្ញុំសូមនិយាយអញ្ចឹង traffic ហ្នឹងគឺសំដៅទៅលើបាទ account បាទ Facebook ដែលមាន friend ច្រើនហើយយើង active ទៅបាទមានន័យថាយើងផុសរូបភាពទៅយើងទទួលបាន like បាន comment អញ្ចឹងណាបាទអញ្ចឹងaccount ហ្នឹងគឺ account Facebook ដែល active ហើយបាទគឺយើងផុសរូបស្អាតស្អាតអីទៅមានគេចុច like ចុច comment អញ្ចឹងអាហ្នឹងគឺជា traffic មួយផងដែរបាទទី1គឺ account បាទ account ដែលមាន friend ច្រើនណាបាទ traffic ហើយទី2គឺ page បាទ page ដែលមាន friend ច្រើនក៏វាជា traffic ដែរអញ្ចឹងយើងឧបមាថា page យើងគឺ page យើងខលផុសដើម្បីយក follow ឯងឧបមាថាយើងផុសវីដេអូដែលវាអត់បាន monetize ណាគឺយើង build យកតែ follow ទេអញ្ចឹងឧបមាថាយើងយក download វីដេអូពីគេមកហើយយើងអត់កាត់កន្តើយទេយើងផុសយកតែ follow អញ្ចឹងអញ្ចឹងនៅពេលដែល page យើងបាន follow ច្រើនយើងអាចទៅ share page រលុយយើងក៏បានផងដែរអាហ្នឹងក៏ជា technique មួយហើយមួយទៀតគឺ group បាទ group ដែលមានសមាជិកច្រើនណាអ្នកនរគ្នាយើងអាច share វីដេអូបាទរលុយរបស់យើងចូលទៅកាន់ group ឬក៏យើងមាន page ថ្មីយើងអាច build តាមរយៈ share ចូល group អីក៏បានដែរអញ្ចឹងយើងទាំងអស់ហ្នឹងយើងអាចយក account យក page យក group ហ្នឹងយក share ទៅនៅពេលដែល share page យើងទៅវាឆាប់បាន view ហើយឆាប់បាន follow បាទអញ្ចឹងអាហ្នឹងគឺជា traffic ដែលខ្ញុំរកបានគឺគេធ្វើអញ្ចឹងបាទការពិតមិនមែនមានតែខ្ញុំទេមានគេច្រើនទៀតដែលអាចរកបានបាទអញ្ចឹងអ្នកនរគ្នាប្រកាសជាឆ្ងល់ហើយតើធ្វើមិនបានaccount មាន friend ច្រើន page មាន follow ច្រើនហើយ group មានសមាជិកច្រើនតើអញ្ចឹងធ្វើមិនបាទអញ្ចឹង account តាក់ទងទៅនឹង account ដែលមាន friend ច្រើនគឺអត់ពិបាកធ្វើទេគឺជាក់ស្ដែងខ្ញុំធ្វើជាមួយ account ស្រីស្អាតបាទអញ្ចឹង account ស្រីស្អាតគឺឆាប់បាន friend គេ add មកអ្នកនរគ្នាបាទជាដំបូងយើងបង្កើតមកអត់មាន friend ទេអញ្ចឹងយើង add ទៅគេឲ្យបាន5នាក់ក្នុងមួយថ្ងៃអញ្ចឹងអ្នកនរគ្នាបាទកុំ add ច្រើនពេកខ្លាចខូច account យើង add តែមួយថ្ងៃ5បានអ្នកនរគ្នាហើយយើងអាសាមានរូបភាពផុសទៅបាទនៅពេលដែលយើងផុសរូបមួយថ្ងៃ1មួយថ្ងៃ2មួយថ្ងៃ1មួយថ្ងៃ2អញ្ចឹងយូរទៅ account យើងហ្នឹងគឺ reach ឯងបាទ reach បាទកាលណា reach គឺមានគេ add មកវិញណាបាទគេ add friend មកវិញគឺយើង confirm នឹងចុកដៃអ្នកនរគ្នាបាទអញ្ចឹងយើង add គេតែ2 3ថ្ងៃដំបូងឬក៏យ៉ាងយូរមួយអាទិត្យដំបូងទេអញ្ចឹងយូរទៅនៅពេល account យើង reach គឺគេ add មកយើងច្រើនមែនទែនយើងខ្ជិលតែ confirm ផងបាទចាហ្នឹងគឺជារបៀបដែលខ្ញុំទទួលបាន friend ច្រើនបាទពី Facebook បាទមួយទៀតគឺ page មាន follow ច្រើនបាទ page មាន follow ច្រើនគឺយើងអាសាផុសវីដេអូដែលមានប្រយោជន៍ឬក៏គេចូលចិត្តអញ្ចឹងទៅបាទអាចជាវីដេអូកំ pl ែងឬក៏វីដេអូមានអត្ថប្រយោជន៍ផ្សេងយើងផុសមួយថ្ងៃ5មួយថ្ងៃ5អញ្ចឹងទៅបាទព្រឹក5ល្ងាច5បាទឬក៏យើងថា10វីដេអូណាព្រឹក5ល្ងាច5អញ្ចឹងទៅបាទយើងផុសទៅបាទយើងមាន account នេះជួយ share អ្នកនរគ្នាបាទមាន account ស្អាតច្រើនដែលមាន friend ច្រើនហ្នឹងយើង share ទៅគឺវានឹងមាន view ច្រើនហើយមានគេចាប់ដើម follow page យើងបាទហើយ page យើងហ្នឹងអាចជា page traffic ដែលយើងមិនផ្ដោតទៅលើការរកលុយក៏បានឬក៏ page ដែលយើង build original ឬក៏យើងកាត់តបានស្អាតអីមានឱកាសរកលុយ invite CM ក៏បានណាអ្នកនរគ្នាយល់អត់កន្លែងហ្នឹងបាទអញ្ចឹងជាដំបូងយើងមាន account ជាមុនសិនហើយរបៀបបង្កើត account មិនឲ្យខូចខ្ញុំធ្លាប់បង្ហាញអ្នកនរគ្នានៅក្នុង page ឬក៏នៅក្នុង YouTube ហើយអ្នកនរគ្នាអាចទៅ check មើលវិញបានអំពីរបៀបបង្កើត account អាមេរិកណាបាទបង្កើតធ្វើម៉េចកុំឲ្យខូចហើយ free ទៀតអត់មានទិញលេខអាមេរិកទេអ្នកនរគ្នាបាទគឺយើងបង្កើតតែមួយ Gmail ឬក៏ Hotmail អីក៏ mail អីផ្សេងអ្នកនរគ្នាបាទអញ្ចឹងសង្ឃឹមអ្នកនរគ្នាយល់គឺមានន័យថាទី1គឺយើងបង្កើត account ស្អាតឲ្យបានច្រើនហើយមាន friend ឲ្យបានច្រើនហើយយើងអាសាផុសឲ្យ active ណាអញ្ចឹងវាល្អហើយបាទមួយ account យើងសាកសម័យមួយ account មាន friend 5000 នាក់ចុះប៉ះយើងមាន100 account នេះទៅបាទ
ឬក៏យើងអត់សូវមានពេកយើងមានត្រឹមតែ10 account អីទៅបាទអញ្ចឹង5000គុណនឹង10វាឡើង50000បាទជួនកាលអីនៅពេលដែលយើង active វាច្រើនបាទ active ញឹកអញ្ចឹងទៅយើងអាចបើកមុខងារ professional mode គេ follow យើងលើស5000អ្នកទៀតអាចលើសហ្នឹងគ្មានដែនកំណត់ទេអ្នកនរគ្នាបាទនៅពេលយើងផុសទៅយើងបង្កើតជា professional mode ណាអ្នកនរគ្នាអញ្ចឹងវាអាចលើស5000អ្នកទៀតបាទអូខេអញ្ចឹងសង្ឃឹមអ្នកនរគ្នាយល់ហើយទី2នេះបន្តមកទៀតបាទយើងបាទអាច invite គេឲ្យចុច like បាទចុច follow page យើងអ្នកនរគ្នាអញ្ចឹងនៅពេលដែលយើងមាន page បាទនៅក្នុង account ស្អាតហ្នឹងគឺយើងអាច invite គេបាទ invite គេឲ្យចុច like page យើងអ្នកនរគ្នាអញ្ចឹងមកថា friend 5000នាក់បាទអត់បំផុតក៏មាន 10% អីបាទមក follow page យើងដែរនៅពេលដែលយើង invite ណាអញ្ចឹងមកថាឥឡូវ account នេះមាន friend 14នាក់ខ្ញុំអត់តាន់ add អីទេបាទខ្ញុំអត់តាន់បាន add ទៅទៀតផងអ្នកនរគ្នាអញ្ចឹងមាន friend 14នាក់ដែរយើងចូលទៅកាន់នេះមកចូលទៅកាន់ page យើងអាច invite គេឲ្យ follow page យើងអ្នកនរគ្នាតែ page យើងហ្នឹងត្រូវមានអីផងដែរត្រូវមានវីដេអូមានអីដែរកុំវាប់ឡើង invite ភ្លាមបាទអញ្ចឹងយើងអាចទៅ invite គេឲ្យចុច like page យើងអ្នកនរគ្នាបាទនេះយើងចូលកន្លែង professional ហ្នឹងមកបាទអានេះខ្ញុំទៅបង្កើតយកមិញអ្នកនរគ្នាខ្ញុំទៅបង្កើតយកមិញវាអត់ទាន់ឲ្យចុចអីធំដុំទេបាទយើងអាច invite គេបានអ្នកនរគ្នានេះចុចលេខក្រោនេះមកចុចលេខក្រោនេះគឺ invite អ្នកនរគ្នានេះ people invite នេះអញ្ចឹងយើងអាច invite បាទ invite friend ឲ្យមកចុចpage យើងអ្នកនរគ្នាបាទនេះឃើញអត់ set invite ខ្វាច់ណាចាហ្នឹងគឺវាបានមិញ friend ខ្ញុំមានប៉ុណ្ណឹងបើ friend រាប់ពាន់នេះអីទៅគឺយើងនឹងបានគេហៅថា follow កាន់តែច្រើនប៉ុន្តែយើងត្រូវផុសវីដេអូឲ្យមានប្រយោជន៍ផងដែរជិះយើងអត់មានអីសោះហើយយើងទៅ invite គេក៏វាពិបាកដែរណាអញ្ចឹងយើងផុសវីដេអូឲ្យបាន10 20អីសិនទៅចាំយើង follow គេបាទ invite គេ follow មួយទៀតបាទមួយទៀតយើង build group បាទខ្ញុំប្រាប់ពីការ build group អញ្ចឹង group ក៏ជាកន្លែងមួយដែលជាប្រភព traffic មួយផងដែរយើងអាចមានវីដេអូ share ចូល group បាទអញ្ចឹង group ហ្នឹងសមាជិកកាន់តែច្រើនឱកាសដែលគេ view វីដេអូយើងក៏កាន់តែច្រើនបាទអាហ្នឹងមួយហើយមួយទៀតគឺក្បាច់ធម្មជាតិអ្នកនរគ្នាក្បាច់ធម្មជាតិគឺយើងមាន group អញ្ចឹងទៅយើងទៅលេង admin ដែលផុសវីដេអូ reel អ្នកនរគ្នាឧបមាថាខ្ញុំមាន admin នេះមួយអ្នកនរគ្នាខ្ញុំមាន admin នេះមួយខ្ញុំ join group ហ្នឹងហើយខ្ញុំទៅផុសរូបភាពឲ្យគេចុច like ខ្ញុំបាទអញ្ចឹងនៅពេលដែលយើងផុសរូបភាពឲ្យគេចុច like បាទនៅក្នុង group ហ្នឹងគឺនាំឲ្យadmin ហ្នឹងវា active បាទ admin ហ្នឹងគឺល្អអញ្ចឹងនៅពេលដែល admin ហ្នឹងល្អគឺយើងផុសវីដេអូទៅវាឡើងដោយធម្មជាតិតែម្ដងយើងផុសវីដេអូក្នុង page យើងមួយថ្ងៃ10ណាព្រឹក5ល្ងាច5ទៅព្រឹក5ល្ងាច5គឺយូរគឺវាផ្ទុះបាទ suggest វីដេអូឯងបាទអញ្ចឹងអត្ថប្រយោជន៍នៃការ build group គឺធ្វើអញ្ចឹងទី1គឺយើង share វីដេអូចូលបាទដើម្បីបាន view ហើយទី2យើងលេង admin ឲ្យ active ហើយយើងផុសវីដេអូ reel ទៅគឺអាហ្នឹងវាផ្ទុះបាទវាផ្ទុះផងដែរអញ្ចឹងខ្ញុំបង្ហាញពីរបៀបដែលយើង invite គេឲ្យ join group អញ្ចឹង invite គេឲ្យ join group គេ join មិនអញ្ចឹងឧបមាថាយើងឥឡូវមាន group មួយឧបមាថាខ្ញុំ build ចេញពី page នេះចុះបាទ group ហ្នឹងគឺយើងយក page យើងបង្កើតណាបាទ group ហ្នឹងគឺយើងយក page យើងទៅបង្កើតបាទអញ្ចឹងយើងឈរលើ page មកហើយយើងទៅបង្កើត group ណាយើងបង្កើត group នេះចុចមក create ឲ្យ group បាទ create group ពឹបបាទចឹងគ្រាន់តែបង្កើតភ្លាមឃើញវាមានកន្លែងឲ្យយើង invite នេះ invite friend នេះយើងអាចមាន invite friend យើងក៏ invite follower យើងអ្នកនរគ្នានេះខោ select មកឃើញទេបាន3នាក់បាទអាហ្នឹងគ្រាន់ថាអ្នក follow page យើងមិញ3នាក់ចុះបើអ្នក follow page យើង10-20k អីទៅអញ្ចឹងយើង invite ទៅយ៉ាងហោចណាស់ក៏មាន 10% ដែល join group យើងដែរបាទតទៅទៀតចុច next មកបាទហើយយើងដាក់
cover អ្នកនរគ្នាខ្ញុំអត់តដាក់ cover ទេព្រោះខ្ញុំពងបញ្យល់ហើយនេះខ្ញុំក៏សរសេរអីតិចតួចចឹងទៅបាទនិចមកបាទនេះយើងអាចសរសេរអីក៏បានដែរបាទឬក៏មិនបាច់សរសេរក៏បានអ្នកនរគ្នាអត់អីទេបាទវាមិនធំដុំកន្លែងហ្នឹងសំខាន់យើងអាសាផុស content ផុសរូបភាពផុសវីដេអូចូលក្រុមហ្នឹងទៅវាក្រុមហ្នឹងវា active ចឹងណាអ្នកនរគ្នាបាទអញ្ចឹងគេចង់ join ក្រុមយើងហើយជិះយើងអត់ធ្វើអីសោះគ្មានណាចង់ join ក្រុមយើងទេបាទចុចដានមកអ្នកនរគ្នាបាទអញ្ចឹងឥឡូវយើងបានឃើញបានក្រុមឯអ្នកនរគ្នាបាទបានក្រុមហើយអូខេអញ្ចឹងយើងអាច invite ឃើញយើងអាច invite ប៉ុន្តែពេលដែលយើងឈរក្នុង page អញ្ចឹងគឺយើង invite បានតែអ្នក follow page ទេអ្នកនរគ្នាបាទអ្នក follow page យើងមានប្រហែលយើងអាច invite គេប៉ុណ្ណឹងអូខេចុះបើយើងចង់យក account យក invite វិញយក account បាទព្រោះថា account វាងាយស្រួលអ្នកនរគ្នា account គឺងាយស្រួលក្នុងការ invite គេឲ្យ join group បាទយើងអាច search មើលបានអ្នកនរគ្នា search មើល group មិញហ្នឹងណាបាទដើម្បី invite friend ឲ្យ join group យើងបាទនេះ happy quiz បាទឃើញ group មិញហ្នឹងអត់បាទនេះ group មិញហ្នឹងណាអញ្ចឹងយើងអាច invite មកហើយអញ្ចឹង friend យើងមានរាប់ K អ្នកយើងអាច invite គេឲ្យបាន join group ហ្នឹងពេញហ្នឹងឃើញអត់ switch all មកបាទអ៊ំមកថា friend យើង 5000 នាក់យើងសាកសម័យមើលបាទមាន 10% ចូលរួមក៏បាន 10% គឺវាស្មើដូច500នាក់មក account ចូលបាន500នាក់ចាំ100 account បាទយើងសម័យលេងអញ្ចឹងណាអ្នកនរគ្នា invite មកផ្លាច់បាទអញ្ចឹង invite ទៅគឺគេ join group យើងទៅគឺយើងនឹងបាន group មួយកាន់តែធំអញ្ចឹងទៅបាទទុកគ្រាន់ទី1យើងអាច share វីដេអូចូល group ហ្នឹងទី2យើងអាចយក account យើងបាទនេះ account យើងហ្នឹងយកទៅផុសអីមួយចូលក្នុង group អញ្ចឹងណាបាទដើម្បីគេចុច like បាទចុចអីលេងជាមួយយើងអញ្ចឹងទៅបាទអញ្ចឹងធ្វើឲ្យ group ហ្នឹងវា active បាទកាលណា group active យើងផុសរូបភាពផុសវីដេអូទៅវាគេឆាប់ចុច like យើងក៏ឆុចឆាប់មើលវីដេអូយើងអញ្ចឹងអ្នកនរគ្នាព្រោះថា follow បាទអញ្ចឹងអាហ្នឹងគឺវិធីដែលគេធ្វើ traffic គឺធ្វើអញ្ចឹងអ្នកនរគ្នាបាទអញ្ចឹងសង្ឃឹមអ្នកនរគ្នាយល់ហើយជួបគ្នានៅវីដេអូក្រោយទៀតបាទបើមានចម្ងល់អាច comment សួរបាន